ជំរាបសួរបងប្អូនទាំងអស់គ្នាបងប្អូនបើសិនជាបងប្អូនមានត្រីស្រែឬក៏ត្រីទន្លេត្រីធម្មជាតិមកកាច្រែងបែបនេះតើបងប្អូនអាចយកទៅធ្វើម្ហូបអីបានខ្លះហើយត្រីមកកាច្រែងនេះគឺមានច្រើនប្រភេទគួរសមចង់ដឹងថាតើនឹងខ្ញុំយកធ្វើម្ហូបបានប្រមាណមុខកុំភ្លេចតាមដានទស្សនាទាំងអស់គ្នាមុននឹងយកទៅធ្វើម្ហូបបានគឺយើងត្រូវការធ្វើវាឲ្យស្អាតសិនដំបូងគឺនាងខ្ញុំធ្វើត្រីក្រាញ់យើងសកាកាត់ត្មងកាត់កតុយកាត់អីឲ្យស្អាតហើយយើងកាត់ក្បាលវាអ្នកធ្វើគឺអាចមានរបៀបខុសៗគ្នាតែនាងខ្ញុំធ្វើរបៀបនាងខ្ញុំកាត់ក្បាលហើយគឺយើងឆ្កឹះខ្លាញ់ឆ្កឹះអីចាញ់ហើយក្នុងនឹងមានពងឆ្កឹះប្រយ័ត្នបន្ទាប់មកយើងឆូតវាពីឆ្នូតបែបហ្នឹងទៅហើយអាត្រីរស់មួយនេះគឺថារៀងស្រស់ដែរអញ្ចឹងយើងវះពោះបែបនេះហើយយើងដកយកគ្រឿងក្នុងវាចាញ់អស់មកហើយត្រីស្លាតនេះគឺយើងសកាវាហើយកាត់ត្មងកាត់ព្រួយកាត់អីកាត់ក្បាលចោលស្អាតហើយយើងចាប់ផ្ដើមអង្គន់សាច់វាហើយត្រីស្លាតនេះបើសិនយើងអង្គន់មិនល្អិតទេគឺឆ្អឹងដោយសារតែវាឆ្អឹងច្រើនគេកម្រយកវាទៅធ្វើសម្លណាស់បើធ្វើសម្លតើតែគេយកសាច់វាទៅកិនឲ្យម៉ត់ធ្វើប្រហិតចៀនប្រហិតស្ងោរអីចឹងទៅតែភាគច្រើនគឺគេប្រឡាក់ចៀនឬក៏ប្រឡាក់ហាលបើកបិតតូចហើយមុតជាងនេះគឺយើងអង្គន់ទៅគឺកាន់តែល្អិតល្អបន្ទាប់មកទៀតយើងចាប់ផ្ដើមធ្វើត្រីក្រោះត្រីនេះគេហៅថាត្រីក្រោះបងប្អូនយើងសកាកាត់កតុយកាត់ព្រុយអីវាឲ្យស្អាតហើយចាំយើងកាត់ក្បាលវាបើត្រីតូចគឺគេកាត់ក្បាលវាពោះធម្មតាទេតែនេះដោយសារតែវារៀងធំដែរអញ្ចឹងនាងខ្ញុំពុះជ្រៀកវាបែបហ្នឹងទៅដើម្បីពេលដែលយើងប្រឡាក់គ្រឿងទៅវាឆាប់ចូលជាតិល្អឬមួយក៏ពេលដែលយើងដាក់ហាលថ្ងៃយកវាមកអាំងចៀនអីវាឆាប់ឆ្អិនពុះហើយគឺយើងជ្រៀកកន្លែងហ្នឹងបន្តិចទៅគឺអូខេហើយចំណែកឯត្រីរស់មួយក្បាលនេះដោយសារតែវារៀងអន់សាច់អញ្ចឹងហើយនាងខ្ញុំសកាវាដូចគ្នាដំបូងសកានឹងកបិតរៀងពិបាកអញ្ចឹងហើយដាក់ខ្នោះកោសសកានឹងចេញដល់ពេលយើងសកាហើយគឺយើងចាប់ផ្ដើមកាត់ក្បាលវាចេញហើយយើងពុះវាជ្រៀកបែបនឹងមកហើយយើងឆ្កឹះឈាមគ្រឿងក្នុងវាចេញអស់ហើយយើងចាប់ផ្ដើមជ្រៀកវាដំបូងគឺយើងជ្រៀកប្រឡោះកដាលមុនគេបន្ទាប់មកយើងជ្រៀកជាហៀងនឹងបើត្រីតូចជាងនេះគឺនាងខ្ញុំគ្រាន់តែពុះវាធម្មតាអត់ជ្រៀកវាទេតែនេះត្រីធំយើងជ្រៀកដើម្បីឲ្យប្រឡាក់គ្រឿងសព្វល្អបន្ទាប់ពីយើងធ្វើត្រីទាំងអស់នឹងស្អាតហើយគឺយើងយកវាទៅលាងទឹកអញ្ចឹងត្រីមកកាច្រែងហ្នឹងអាណាស្រស់គឺយើងយកទៅដាក់អាំងអាពុះជ្រៀកហ្នឹងគឺយើងដាក់ប្រឡាក់ហើយត្រីក្រាញ់ហ្នឹងគឺយើងស្លម្ជូរស្ពៃខ្មៅមុនដំបូងគឺយើងត្រូវដាក់អាំងត្រីមុនគេការពារកុំឲ្យត្រីហ្នឹងវាអន់សាច់តែកាលណាអន់សាច់ដាក់អាំងសាច់វាក៏អត់សូវឆ្ងាញ់ដែរអញ្ចឹងអាំងតាន់វានៅស្រស់ពេលអាំងហ្នឹងដាក់ភ្លើងមកល្មមបានហើយកុំដាក់ខ្លាំងពេកប្រយ័ត្នខ្លោចទៅខាងក្រៅអត់ឆ្អិនដល់ខាងក្នុងបន្ទាប់ពីយើងដាក់អាំងត្រីហើយគឺយើងត្រូវប្រឡាក់ត្រីបន្តអាត្រីក្រាញ់នេះគឺយើងទុកធ្វើសម្លក្រោយគេហើយត្រីប្រឡាក់ហ្នឹងដោយសារវាតិចអញ្ចឹងយើងលៃគ្រឿងទៅតាមហ្នឹងទៅដាក់តែអំបិលប៊ីចេងស្ករយើងទេមួយមុខបន្តិចតែបើសិនជាត្រីច្រើនគឺគេអាចថ្លឹងរូបមន្តថ្លឹងស្ករប៊ីចេងអីចឹងទៅការពារប្រឡាក់ខ្លាច់ខុសអញ្ចឹងតែតិចយើងដាក់លៃតាមហ្នឹងទៅបន្ទាប់ពីយើងដាក់អាំងត្រីប្រឡាក់ត្រីហើយយើងចាប់ផ្ដើមមកធ្វើបន្លែធ្វើសម្លយើងវិញម្ដងស្ពៃនេះអ្នកខ្លះគេហៅស្ពៃខ្មៅតែខាងនេះខ្ញុំហៅថាស្ពៃហាងអញ្ចឹងយើងកាត់ស្ពៃហាងឬក៏ស្ពៃខ្មៅនឹងបែបហ្នឹងទៅបន្ទាប់ពីយើងកាត់ហើយគឺយើងយកវាទៅលាងជាមួយនឹងទឹកស្ទឹងឲ្យបានស្អាត 4-5 ទឹកលាងកាន់តែបានច្រើនទឹកបន្លែយើងក៏កាន់តែជ្រះដីល្អដែរតែជាទូទៅនាងខ្ញុំសម្អាតមួយទឹកស្ទឹងហ្នឹងហើយគឺនាងខ្ញុំលាងជាមួយទឹកស្អាតមួយទឹកទៀតតែដោយសារតែថ្ងៃហ្នឹងគឺទឹកស្អាតអស់អត់តាន់បានដូរយកមកប្រើអញ្ចឹងលាងតែជាមួយទឹកស្ទឹង 4-5 ទឹកហ្នឹងទេបន្ទាប់ពីយើងលាងស្ពៃហើយគឺយើងចាប់ផ្ដើមលាងម្អមវិញម្ដងជាទូទៅសម្លម្ជូរគេច្រើនតែបង់ម្អមឬក៏ម្រះព្រៅទៅតាមប្រភេទសម្លម្ជូរតែនាងខ្ញុំសម្លម្ជូរស្ពៃខ្មៅអញ្ចឹងគឺនាងខ្ញុំបង់ម្អមអញ្ចឹងឥឡូវបន្លែអីយើងបានលាងស្អាតអស់ហើយយើងចាប់ផ្ដើមយកទៅធ្វើហើយខ្ទឹមរំដេងម្ទេសនេះគឺយើងដំវាឲ្យបែកទៅដើម្បីទុកបង់នៅពេលដែលទឹកពុះធ្វើឲ្យសម្លរបស់យើងកាន់តែឈ្ងុយហឹរតិចហើយកាត់ឆ្អាបផងចំណែកឯម្អមគឺយើងហាន់ខ្លីៗមកល្មមទៅទុកបង់នៅពេលដែលសម្លយើងឆ្អិនឥឡូវនេះគ្រឿងសម្រាប់ធ្វើសម្លម្ជូរស្ពៃខ្មៅគឺយើងត្រៀមហើយយើងចាប់ផ្ដើមដាក់ដាំទឹកវិញម្ដងនៅពេលដែលទឹកពុះគឺយើងបង់រំដេងម្ទេសហើយនិងខ្ទឹមសចូលហើយគឺយើងចាប់ផ្ដើមជ្រុំប្រហុកចូលថែមទៀតទៅអ្នកខ្លះគេអត់ញ៉ាំប្រហុកគឺគេដាក់តែទឹកត្រីទេតែនាងខ្ញុំអត់ទេដាក់ទាំងទឹកត្រីដាក់ទាំងប្រហុកដើម្បីឲ្យកាន់តែឆ្ងាញ់អញ្ចឹងណាពេលដែលជ្រុំប្រហុកហើយគឺយើងគ្រប់ទុកវាឲ្យពុះបន្ទាប់ពីពុះហើយគឺយើងបង់អំបិលចូលបន្តិចមុននឹងយើងដាក់ត្រីដើម្បីការពារកុំឲ្យត្រីរបស់យើងនឹងវាទន់វាឆាប់បែកសាច់ហើយនៅពេលដែលដាក់ត្រីនឹងគឺមានអារម្មណ៍ថាត្រីនឹងរាងច្រើនដកចេញពីវិញដាក់ត្រីហើយគឺយើងកុំតាន់អាល់កូវាព្រោះអីចាស់តែងតែប្រាប់ថាសម្លត្រីនៅពេលដែលយើងដាក់ត្រីហើយភ្លាមកូរភ្លាមអាចធ្វើឲ្យសម្លរបស់យើងឆ្អាបអញ្ចឹងនាងខ្ញុំអត់កូរទេគ្រាន់តែដួសទឹកនឹងដាក់ចូលចានម្ជូរឲ្យវាឆាប់រីកនៅពេលដែលសម្លយើងពុះគឺយើងមានទឹកម្ជូរបង់ចូលហ្មងឥឡូវនេះសម្លរបស់យើងគឺបានពុះហើយតែយើងកុំតាន់ដាក់ទឹកម្ជូរស្រង់អាពពុះនឹងអស់សិនពេលស្រង់ហើយចាំយើងដាក់ទឹកម្ជូរចូលម្លងពេលដាក់ទឹកម្ជូរនឹងអាគ្រាប់ម្ជូរនឹងវាចេះចូលក្នុងឆ្នាំងមួយគ្រាប់ទៀតនេះប
បន្ទាប់មកទៀតគឺយើងបង់ប៊ីចេងហើយនឹងស្ករអំបិលអត់តន់ដាក់ទេដោយសារតែនាងខ្ញុំដាក់មុនម្ដងហើយកែងលោវាប្រៃចាំសាប់ចាំយើងថែមតាមនឹងហើយយើងដាក់ទឹកត្រីចូលបន្តិចទៀតដើម្បីឲ្យកាន់តែឈ្ងុយហើយយើងគ្របទុករហូតដល់វាពុះនៅពេលដែលវាពុះហើយគឺយើងបង់ស្ពៃនឹងចូលទៅហើយយើងត្រឡប់វាឲ្យសព្វល្អប៉ុន្តែកុំកូរខ្លាំងពេកកែងលោបាយសាច់ត្រីគ្របទុកតែមកពុះបានហើយបន្ទាប់មកទៀតគឺយើងបង់ម្អមហើយប្រញាប់បិទភ្លើងក្រែងលោស្ពៃរបស់យើងនឹងរលួយឥឡូវសម្លរបស់យើងឆ្អិនហើយគឺយើងលើកទុកវាម្លាយសិនម្ហូបជាបន្តទៀតនេះគឺត្រីចៀនឲ្យលឹកទុំដំបូងគឺយើងដាក់ខ្ទះក្តៅហើយយើងចាក់ខ្លាញ់ចូលឲ្យក្តៅហើយចាំយើងដាក់ត្រីចៀនត្រីដែលនាងខ្ញុំប្រឡាក់ភ្លាមចៀនភ្លាមគឺនាងខ្ញុំកាត់កង់បែបហ្នឹងដើម្បីងាយស្រួលចៀនងាយស្រួលប្រែម្លងពេលចៀនហ្នឹងខ្លាញ់វាលាកផ្ទុះត្រូវជើងលាកស្រេចផ្អើលពេញផ្ទះឆ្អិនហើយគឺយើងស្រង់វាដាក់ចានទៅយើងចាប់ផ្ដើមពុះអាឡឹកយើងវិញម្ដងអាឡឹកនេះមួយតែ3000ទេប៉ុន្តែអូយនិយាយពីរសជាតិមកអែមហ្មងក្រហមហើយឆ្ងាញ់ទៀតពុះហើយគឺយើងចិតសបកវាហើយកាត់កង់ដាក់ចូលក្នុងចានហ្នឹងទៅបន្ទាប់មកទៀតយើងចាប់ផ្ដើមរៀបបាយញ៉ាំមានអាឡឹកទុំមានត្រីចៀនមានទឹកត្រីម្ទេសហិលហើយតួឯករបស់យើងគឺសម្លម្ជូរស្ពៃខ្មៅត្រីក្រាញ់ហើយមានលាយក្បាលត្រីថែមទៀតនៅពេលដែលរៀបម្ហូបហើយគឺខ្ជិលដួសបាយអញ្ចឹងស្រែកហៅស្រីពៅដួសបាយញ៉ាំឥឡូវនេះគឺថាស្រីពៅគឺចាប់ផ្ដើមដួសបាយរៀបញ៉ាំហើយញ៉ាំហ្នឹងគឺមាន4នាក់ម៉ាក់ប៉ានាងខ្ញុំនិងប្អូនប្រុសគឺញ៉ាំបាយឆ្អែតហើយអ្នកដែលត្រូវលាងចានបន្ទាប់ពីញ៉ាំហើយគឺស្រីពៅអរគុណសម្រាប់ការទស្សនាវីដេអូនេះបាយបាយ